យើងគួរក្នុងក្រៅទូរស័ព្ទរបស់យើង2 ដងដើម្បីធ្វើការបើកកម្មវិធី Facebook យើងគួរក្នុងក្រៅទូរស័ព្ទដៃរបស់យើង3 ដងដើម្បីធ្វើការបើកកម្មវិធី Facebook អូខេបាទអញ្ចឹងគឺងាយមែនតើបើសិនជាបងប្អូនចង់ធ្វើការគោះក្នុងក្រោយកម្មវិធីទូរស័ព្ទដៃរបស់យើងបងណាបាទកម្មវិធីទូរស័ព្ទដៃមិនបាទគោះក្នុងក្រោយទៅលើ back tab គេហៅថា back tab លើ iPhone របស់យើងណាកម្មវិធីនេះយូរដែរហើយបាទមិនមែនតែមានទេប៉ុន្តែបងប្អូនខ្លះអាចនឹងមិនធ្លាប់បានដឹងអញ្ចឹងណាថាតើទូរស័ព្ទដៃរបស់យើងមានកម្មវិធីមួយនេះបាទមានវិធីមួយនេះគឺលឿនមែនតើក្នុងការយើងបើកកម្មវិធី Facebook ក៏ដូចជាកម្មវិធី TikTok ឬក៏ screenshot ឬក៏បើកកាមេរ៉ាផ្សេងទៅតាមការចង់បានរបស់បងប្អូនអញ្ចឹងវិធីក្នុងការយើងគោះ2 ដងចេះដើម្បីបើក Facebook ចេះគឺងាយមែនតើបងប្អូនណាបាទគឺងាយមែនតើមិនជាពិបាកអីទេហើយគោះ3 ដងបែបនេះគឺដើម្បីបើក TikTok នេះក៏មិនពិបាកអីដែរបងប្អូនណាបាទគឺងាយស្រួលមែនតើហើយបងប្អូនចង់គោះវាបានប្រហែល2 ដងឬក៏3 ដងបើក Wi-Fi ឬក៏បិទ Wi-Fi ក៏បានដែរស្ថិតទៅលើការកំណត់បងប្អូនអញ្ចឹងខ្ញុំមកនាំអារម្មណ៍បងប្អូនបាទមកមើលពីវិធីនៃការធ្វើបាទកម្មវិធី back tab នេះបាទបើកម្មវិធី back tab ដើម្បីប្រើប្រាស់អញ្ចឹងបងខ្លះអាចដឹងអញ្ចឹងទៅបងប្អូនយើងចំពោះកម្មវិធី back tab នេះគឺវា available នៅទូរស័ព្ទដៃ iPhone 8ឡើងបងប្អូនណា iPhone 8 iPhone 8ឡើងអញ្ចឹងចំពោះ iPhone ក្រោមពី iPhone 8បាទបានន័យថា iPhone 7 Plus ឬក៏7ចុះក្រោម7 Plus ចុះក្រោមនោះគឺអត់ដំណើរការទេអញ្ចឹងកុំឲ្យខាតពេលយូរបាទនិយាយច្រើនពេកហើយបងប្អូនចូលមកកាន់កម្មវិធីបាទ setting របស់វាមកបាទ setting នេះបាទចុចចូល setting មកតោះមកបងយើង scroll បន្តិចឲ្យរកឲ្យឃើញពាក្យថា accessibility បាទចុចលើពាក្យ accessibility មកអញ្ចឹងបងចុចពាក្យលើពាក្យ touch បងប្អូនណាបាទអញ្ចឹងចាប់ពីiPhone 8ឡើង iPhone 8ឡើងគឺបងប្អូន scroll ចុះក្រោមមកគឺឃើញពាក្យថា back tab បងប្អូនណាបាទអញ្ចឹងចំពោះ back tab នេះវាមាន2វាមាន double tab ក៏ដូចជា triple tab បាទបានន័យថាគោះ2 ដងក៏ដូចជាគោះ3 ដងអញ្ចឹងបងប្អូនយើងមកមើលអាគោះ2 ដងមុនបាទចូលមកអញ្ចឹងនៅលើនេះបាទវាមានច្រើនបើយើងអត់ដាក់ទេបាទគឺវាអត់ដំណើរការទេតែបើយើងបាទយើងអាចដាក់ជា lock rotation បាទគេហៅថា power អេក្រង់យ៉ាងណាបាទយើងចង់ដាក់ lock screen បាទគោះ2 ដង lock screen ឬក៏គោះ2 ដងដើម្បី screenshot បាទគឺអាចដាក់បានទៅតាមការចង់បានរបស់បងប្អូនគឺបាទងាយស្រួលមែនតើបាទអាចប្រើជាមួយនឹងបាទ Attitude Touch អីហ្នឹងបានមកអែបងប្អូនណាបាទចំពោះកម្មវិធី back tab យើងគោះក្នុងក្រោយព្រោះបើសិនជាយើងដាក់កម្មវិធីបើក Facebook យើងគោះ2 ដងដើម្បីបើក Facebook គឺយើងគ្រាន់តែគោះ2 ដងមកបាទគឺវានឹងដំណើរការបាទកម្មវិធី Facebook ឲ្យយើងហើយបាទគឺងាយមែនតើអានេះដោយសារតែយើងនៅឈរនៅកន្លែង back tab ណាយើងអត់តន់កំណត់វាបាទយើងដាក់ណាន់អញ្ចឹងយើងគោះ2 ដងគឺអត់ចាញ់ទេឥឡូវថយខ្ញុំចុចដាក់ព្រោះអានេះខ្ញុំកំណត់កន្លែងនេះគឺ screenshot សំទោសអានេះគឺ shortcut បងប្អូនណាចំពោះដាក់គោះ2 ដងឬក៏3 ដងដើម្បីបើក Wi-Fi ឬក៏បិទ Wi-Fi ឬក៏បើក Bluetooth អីនេះគឺយើងមានវិធីផ្សេងមួយទៀតណាឬក៏គោះ2 ដងដើម្បីបើក Facebook ឬក៏គោះ3 ដងដើម្បីបើក TikTok អីនេះគឺយើងមានវិធីបាទឲ្យថយខ្ញុំដាក់ open នេះបាទបើក Facebook ហើយអញ្ចឹងយើងគោះ2 ដងមកបាទអញ្ចឹងវាមិនត្រឡប់មកវានឹងត្រឡប់មកកម្មវិធី Facebook របស់យើងហើយបងប្អូនណាបាទអញ្ចឹងគឺងាយមែនតើហើយបើយើងគោះ3 ដងបែបនេះគឺវាចូល TikTok របស់យើងតែម្ដងបាទគឺងាយមែនតើណាបងប្អូនបាទអញ្ចឹងចំពោះត្រង់ចំណុចនេះបងប្អូនអាចធ្វើការកំណត់តាក់ទងទៅនឹងគោះ2 ដងដើម្បីបើក Wi-Fi ឬបិទ Wi-Fi ក៏បានដែរឥឡូវឧទាហរណ៍ថាខ្ញុំបងប្អូនចង់ធ្វើបែបនេះបងប្អូនចូលមកកាន់កម្មវិធីរបស់យើងហើយចូលឲ្យឃើញពាក្យថា shortcut នេះបងប្អូនណាបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចឃើញនៅក្នុងទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងបងប្អូនព្យាយាមរកទៅអាពាក្យ shortcut ហ្នឹងបាទឬក៏អាចចូលក្នុង Play Store ដើម្បីធ្វើការស្វែងរកអញ្ចឹងទីនេះគឺខ្ញុំបានបង្កើត shortcut ដែលយើងអាចធ្វើការគោះ2 ដងដើម្បីបើក Facebook ក៏ដូចជាគោះ3 ដងដើម្បីបើក TikTok យើងចង់គោះ3 ដងដើម្បីបើក Facebook ក៏បានដែរបាទតាមការចង់បានរបស់បងប្អូនគឺងាយមែនតើអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការបន្ថែមបងប្អូនចុចសញ្ញាបូកនេះមកបាទបូកនេះមកអូខេអញ្ចឹងបងប្អូនចាំមើល Control Center របស់ខ្ញុំសិនអញ្ចឹង Control Center របស់ខ្ញុំគឺអត់មាន Bluetooth ទេបិទ Bluetooth បងប្អូនណាឥឡូវឧទាហរណ៍ថាបើកកម្មវិធី Bluetooth អញ្ចឹងបងប្អូនចុចកន្លែងនេះពាក្យខាងលើនេះ New Shortcut នេះចុចកន្លែងហ្នឹងមកបង rename វាដាក់ Bluetooth ដើម្បីយើងចំណាំបានអញ្ចឹងណាបាទ Bluetooth អញ្ចឹងមក Bluetooth ទេមិនបាទឧទាហរណ៍ដាក់ B ចា B បានន័យថា Bluetooth អញ្ចឹងណាបងប្អូនណាបាទខ្ញុំវាយអា Bluetooth អត់ចេញតមកបងប្អូនបាទខាត់ហ្នឹងយើងចុចចូល search action នេះមកបងប្អូនណាចុច search action នេះមកបាទអញ្ចឹងបងប្អូនចុច search ថា Bluetooth វាយតែ Bluetooth មកគឺឃើញហើយបងប្អូនណាបាទ set Bluetooth អញ្ចឹងយើងចុចលើ Bluetooth ហ្នឹងមកអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យយើងគោះ2 ដងដើម្បីធ្វើការបើក Bluetooth គឺដាក់ on អញ្ចឹងមកតែបើសិនមួយទៀតបងប្អូនអាចកាត់ shortcut 2ណាបើយើងចង់គោះ3 ដងដើម្បី off Bluetooth ក៏បានដែរប៉ុន្តែបើសិនជាបងប្អូនចង់គោះ2 ដងដើម្បីបិទហើយគោះ2 ដងដើម្បីបើកគឺយើងចុចកន្លែងនេះកន្លែង turn នេះ
បាទកន្លែង turn នេះយើងចុចលើ turn ហ្នឹងមកយើងយកពាក្យថា toggle បាទ toggle បាទចុចហ្នឹងមកបន្តមកបងចុចដាននេះមកបងណាបាទចង់តាក់តាក់វិញដានហ្នឹងមកអញ្ចឹងយើងបាន shortcut B របស់យើងមួយអញ្ចឹងបងប្អូនចេញពីត្រង់នេះមកចូលមកកាន់ setting របស់យើងមកបាទនៅកន្លែង back tab របស់យើងដដែលហ្នឹងបងណាបាទ back tab នេះតែ back tab ហ្នឹងយើងបងស្គាល់កន្លែងចូលហើយអញ្ចឹងយើង cancel B នេះបងណាបាទ cancel B យើងចុចហ្នឹងហើយបាទបានន័យថាគោះ2ដងនេះdouble tab នេះបានន័យគោះ2ដងគោះក្នុងក្រោយ2ដងណាអញ្ចឹងបើសិននេះ Bluetooth របស់យើងអត់តាន់បើកទេអញ្ចឹងយើងគោះមកបងគោះ2ដងមកបាទអញ្ចឹងនេះវាបើកហើយចាំមើលយើងទាញមកបាទគឺ Bluetooth របស់យើងគឺដំណើរការតែបងប្អូនណាបាទគឺងាយមែនតើអញ្ចឹងបើសិនជាវាដំណើរការយើងចង់បិទយើងគោះ2ដងមកបាទ Bluetooth របស់យើងនឹងបិទហើយបាទឃើញទេបាទគឺងាយមែនតើអញ្ចឹង Wi-Fi អីនេះគឺបងប្អូនធ្វើដូចគ្នាធ្វើដូចខ្ញុំបង្ហាញមិញអញ្ចឹងណាគឺងាយស្រួលមែនតើហើយចំពោះ app ឧទាហរណ៍បងប្អូនចង់បើក app YouTube បាទទៅលើ app YouTube យើងចង់គោះ2ដងឬក៏3ដងបើក app YouTube បងប្អូនយើងចូលមកកាន់បាទកម្មវិធី shortcut របស់យើងមិញមកបាទនេះកម្មវិធី shortcut របស់យើងមិញនេះមកចូលផ្លាច់តមកបងប្អូនយើងធ្វើការបាទបើចុចសញ្ញាបូកនេះបាទសញ្ញាបូករបស់យើងនេះមកតទៅបើសញ្ញាបូកហើយយើងចុចលើ shortcut នេះដើម្បី rename វាឲ្យយើងចំណាំអញ្ចឹងណាបងប្អូនដាក់វាយថា YouTube អញ្ចឹងមកបាទអូខេវាយថា YouTube អញ្ចឹងទៅបាទនេះជាប់មាត់តមកបងប្អូនចុច like search action នេះមកបាទចុច search action នេះមកបាទចុចបាច់មកអញ្ចឹងបងប្អូនយកពាក្យថានេះ open app នេះបាទ open app ហ្នឹងមកតទៅបងប្អូនចុចលើ app បាទលក្ខណៈអក្សរព្រឿងមិនសូវច្បាស់ហ្នឹងចុចលើ app ហ្នឹងមកតទៅបង scroll រកឃើញពាក្យថា app YouTube របស់យើងណាបាទឃើញពាក្យថាហិចបាទរកឃើញ app YouTube របស់យើងបាទ app YouTube របស់យើងនេះចុចលើ app YouTube របស់យើងមកបាទតបមកចុចដានមកចប់បាទតបចុចដានហើយយើងចាប់ដើមចេញពីកន្លែងហ្នឹងចូលមកកាន់ setting របស់យើងមកបាទអញ្ចឹងវាមានហើយនេះ YouTube ដែលយើងបានកំណត់មិញហ្នឹងបងប្អូនណាបាទយើងអាចដាក់ជាមួយនឹងគេហៅថា note ក៏បានដែរចង់បើក note បើកអីហ្នឹងគឺបានដូចគ្នាបងប្អូនណាគឺងាយមែនតើកន្លែងហ្នឹងបាទអញ្ចឹងចុចលើ YouTube មកបាទគោះ2ដងបាទខ្ញុំទៅគោះ2ដងដើម្បីបើក YouTube អញ្ចឹងអញ្ចឹងយើងគោះមកបងប្អូនបាទផ្លាច់បាទ YouTube គឺដំណើរការបាទខ្ញុំខ្ជិលបើកវាចេញវីដេអូគេអញ្ចឹងណាបាទវាពិបាកអញ្ចឹងទៅបាទគឺងាយមែនតើបាទយើងគោះ3ដងគឺបើក TikTok ហើយតែបើយើងចង់គោះ3ដងដើម្បីបើក YouTube បងប្អូនចូលមកកាន់បាទ back tab របស់យើងហ្នឹងបងប្អូនណាបាទ back tab របស់យើងគឺយើងបាទយើងអូសចេញសិនមកយើងចូលមកកាន់ setting បាទ setting ហើយគឺយើងចូលមកកាន់ accessibility ដើម្បីចូល back tab របស់យើងណាបាទបន្តមកយើងចូលទៅកាន់ពាក្យ tag បាទនេះ tag បាទបន្តមកអស់ចុះក្រោយបំផុតមានពាក្យថា back tab ហើយចុចលើហ្នឹងមកវាមាន2វាមាន double tab ក៏ដូចជា triple tab បាទគោះ2ដងនិងគោះ3ដងចុចលើគោះ3ដងនេះបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរវាបាទអាចបើក flash បើកកាមេរ៉ាអីហ្នឹងបានបាទគោះ3ដង3អីណាបាទនេះអត្ថប្រយោជន៍របស់វាបងប្អូនណាចង់បើក app Facebook ក៏បានចង់បើក app TikTok ក៏បានចង់បើក app Bluetooth ក៏បានបាទចង់បើក app YouTube ក៏បានដែរទៅតាមការចង់បានរបស់បងប្អូនបាទគឺងាយមែនតើចឹងវីដេអូរបស់ខ្ញុំនេះគឺអាចថាមានតែប៉ុណ្្នឹងទេបងប្អូនណាបាទសង្ឃឹមថាបងប្អូននឹងយល់អ្វីខ្ញុំបានបង្ហាញនេះណាបាទបើសិនជាបងប្អូនមានចម្ងល់ផ្សេងបាទអាចធ្វើការ comment សួរនៅខាងក្រោមវីដេអូនេះបានអធិស្ឋានបើសិនជាការអធិប្បាយរបស់ខ្ញុំមិនដាក់អួលអីចឹងទៅបងប្អូនណាបាទគឺគ្រាន់តែចង់បង្ហាញបងប្អូនថាងាយស្រួលទេអា back tab នេះនោះ